រឿងរ៉ាវដ៏រន្ធត់និងសាហាយព្រឺព្រួយមួយនេះគឺជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំដែលបានកើតឡើងកាលពី10ឆ្នាំមុនក្នុងអំឡុងពេលដែលខ្ញុំនៅជាក្មេងវត្តនិងជាជំនួយការរបស់តាជីម្នាក់ឈ្មោះតាសុកនៅតំបន់ស្រុកស្រែចំការដាច់ស្រយាលក្នុងខេត្តកំពង់ចាមអ្នកណាក៏ស្គាល់កេរ្តិ៍ឈ្មោះរបស់តាសុកដែរគាត់មិនត្រឹមតែជាចាស់ទុំដែលមើលថែវត្តប៉ុណ្ណោះទេប៉ុន្តែគាត់គឺជាអ្នកដុតខ្មោចឬសបារីរ៉ូដ៏ជំនាញនិងមានវិជ្ជាអាគមខ្ពស់គាត់ល្បីល្បាញថាជាមនុស្សចិត្តរឹងដូចថ្មមិនចេះខ្លាចមិនថាខ្មោចតៃហោងខ្មោចលងទឹកខ្មោចចងកឬខ្មោចកាយសាហាវយ៉ាងណាទេឲ្យតែដល់ដៃគាត់គឺគាត់ចាត់ចែងដុតឆេះខ្លាយជាផេះទាំងអស់មិនឲ្យសល់ឡើយដោយសារតែខ្ញុំជាក្មេងកំព្រាដែលគាត់រើសមកចិញ្ចឹមតាំងពីទូចខ្ញុំក៏ខ្លាយជាដៃស្ដាំរបស់គាត់តែទៅជួយគាត់រៀបចំអូសចាក់ប្រេងនិងប្រមូលឆ្អឹងនៅពេលមានពិធីបូជាសពម្ដងប៉ុន្តែមានយប់មួយដែលធ្វើឲ្យខ្ញុំនិងតាសុកចងចាំមិនភ្លេចអស់មួយជីវិតហើយវាក៏ជាយប់ចុងក្រោយដែលខ្ញុំហ៊ានធ្វើការងារដ៏គួរឲ្យខ្លាចនេះដែរនៅរសៀលថ្ងៃមួយម៉ោងប្រហែល4ល្ងាចខណៈពេលដែលមេឃកំពុងតែអាប់អួររកលចុងភ្លៀងមានរថយន្តដឹកសពម៉ាកសាំយ៉ុងចាក់មួយគ្រឿងបើកចូលមកក្នុងវត្តយ៉ាងប្រញាប់ប្រញាល់សត្វញាតិប្រហែល 4-5 នាក់ដែលមកជាមួយសពមានទឹកមុខភ័យស្លន់ស្លោស្លេកស្លាំងនិងភ្នែកក្រហមដោយមនុស្សមិនបានដេកពេញមួយយប់ពួកគេបានសុំជួបតាសុកជាបន្ទាន់ហើយសូមអង្វរឲ្យគាត់ជួយចាត់ចែងដុតសាកសពនោះឲ្យបានឆាប់បំផុតគឺត្រូវតែដុតនៅយប់นั้นតែម្ដងមិនអាចទុកដល់ស្អែកបានទេតាសុកបានសួរនាំរឿងហេតុសាកសពនោះគឺជាបុរសវ័យកណ្ដាលម្នាក់ឈ្មោះថាគ្រូសានតាមការរៀបរាប់របស់សាច់ញាតិគ្រូសានគឺជាគ្រូអាគមភ្លើងងងឹតម្នាក់ដែលល្បីថាមានស្បែកគង់កំភ្លើងបានមិនចូលកំបឹកកប់មិនមុតគាត់មានសត្រូវច្រើនណាស់ចុងក្រោយគាត់ត្រូវបានគូសត្រូវលួចវាយសម្លាប់ដោយប្រើដំបងវាយចំក្បាលនឹងរាងកាយរហូតដល់ស្លាប់ព្រោះរបស់មុតស្រួចធ្វើអ្វីគាត់មិនបានសាច់ញាតិបានខ្សឹបប្រាប់តាសុកដោយសម្លេងញ័រថាលោកតាសូមជួយដុតគាត់ឲ្យឆេះអស់ផងព្រោះគាត់មានរបស់ក្នុងខ្លួនច្រើនណាស់បើដុតមិនឆេះទេឬឆ្អឹងមិនbayទេវិញ្ញាណគាត់នឹងមិនទៅចាប់ជាតិឡើយហើយគាត់នឹងក្លាយជាខ្មោចកាយសាហាវបំផុតដែលនឹងមកធ្វើបាបកូនចៅតាសុកបានដើរទៅបើកគម្របមឈូសដើម្បីពិនិត្យសាកសពគ្រាន់តែគម្របមឈូសបើកឡើងភ្លាមក្លិនឆ្អាបមួយបានបោះចេញមកខ្ញុំបានលួចមើលទៅក្នុងមឈូសហើយខ្ញុំឃើញរាងកាយរបស់គ្រូសានរាងកាយរបស់គាត់មិនដូចមនុស្សស្លាប់ធម្មតាទេស្បែករបស់គាត់នៅតែមានពណ៌សម្បុរដូចមនុស្សរស់ប៉ុន្តែពោពេញទៅដោយស្នាមសាក់យ័ន្តពេញខ្លួនទាំងដៃជើងទ្រូងនិងផ្ទៃមុខមានរូបហនុមានរូបខ្លារូបនាគនិងអក្សរមន្តអាគមជាច្រើនដែលមើលទៅគួរឲ្យខ្លាចនិងរញ៉េរញ៉ៃពេញខ្លួនភ្នែករបស់គាត់បិទមិនជិតល្អទេហាក់ដូចជាកំពុងសម្លឹងមកអ្នកដែលបើកមឈូសនោះតាសុកបានយកដៃទៅស្ទាបដើមទ្រូងសាកសពរួចងក់ក្បាលគាត់ប្រាប់ខ្ញុំថាអាណាងទៅរៀបចំអូសនៅវាលាខាងក្រោយវត្តហើយយប់នេះយើងមានការងារធំហើយដាក់អូបឲ្យច្រើនជាងសពដងព្រោះសាកសពនេះមិនងាយឆេះទេលឿនឡើងខ្ញុំរត់ទៅយកអូសមកថែមទាំងដៃញ័រភ្លាមនោះខ្យល់ព្យុះក៏បក់មកយ៉ាងខ្លាំងបោកផាត់មកលើគំនរភ្លើងធ្វើឲ្យភ្លើងប៉ែតចិត្តរលត់ម្ដងស្លឹកពោបោកផាត់គ្នាលឺសូរដោយសំឡេងមនុស្សទះដៃឆ្កែលើក្នុងវត្តដែលធ្លាប់តែដេកស្ងៀមស្រាប់តែក្រោកឈរហើយលូព្រមគ្នាអូសំឡេងលូរបស់វាស្ដាប់ទៅល្វើយនិងវែងធ្វើឲ្យខ្ញុំព្រឺរោមខ្ញាក់ស្រាប់តែខ្ញុំបានឃើញសាកសពនោះគម្រើបដៃរបស់គាត់ដែលដាក់លើទ្រូងស្រាប់តែក្តាប់យ៉ាងណែនម្រាមដៃគម្រើបក្ដឹបហើយបន្ទាប់មករឿងដែលខ្ញុំមិនដែលនឹកស្មានដល់ក៏បានកើតឡើងក្រឹបសាកសពលោកគ្រូអាគមនោះបានងើបអង្គុយឡើងយឺតនៅកណ្ដាលគំនរភ្លើងដែលកំពុងឆេះសន្ធោគាត់អង្គុយពានភ្ញែនដូចអ្នកកំពុងធ្វើសមាធិមុខរបស់គាត់មិនមានទឹកមុខឈឺចាប់ទេតែបែរជាញញឹមជាស្នាមញញឹមដ៏គួរឲ្យខ្លាចបង្ហាញថ្មីងសស្ងោះកាត់នឹងភ្លើងក្រហមភ្នែករបស់គាត់បើកឡើងយឺតជាភ្នែកពណ៌ក្រហមដូចរងើភ្លើងសម្លឹងមកពួកយានចំស្នាមសាក់យ័ន្តនៅលើខ្លួនគាត់បានបញ្ចេញពន្លឺពណ៌ក្រហមព្រាលកាត់នឹងអណ្ដាតភ្លើងខ្ញុំភ័យរន្ធត់រហូតដល់លុតជង្គង់ចុះជើងខ្ញុំទុំដូចសម្លៃខ្ញុំចង់រត់តែរត់មិនរួចខ្ញុំស្រែកហៅតាសុកតាខ្មោចឡងខ្មោចងើបអង្គុយឲ្យតាសុកមិនរត់ទេគាត់ក្រោកឈរយ៉ាងរឹងមាំហើយស្រែកប្រាប់ខ្ញុំយ៉ាងខ្លាំងថាអាណាងកុំរត់នៅឲ្យស្ងៀមយកកំបិតមុនមកឲ្យតាលឿនខ
ខ្មោចនោះបានងាកមុខមកមើលតាសុកហើយនិយាយសំឡេងរបស់វាធំនឹងកង់រំពង់កណ្ដាលភ្លើងដោយសំឡេងចេញពីបំពង់លូតាសុកឯងចង់ដុតអញឬភ្លើងរបស់ឯងមិនអាចធ្វើអីអញបានទេអញក្តៅណាស់តែអញមិនស្លាប់ទេអញនឹងយកពួកឯងទៅជាមួយនិយាយចប់ខ្មោចនោះបានលូកដៃចាប់យកអូដែលកំពុងឆេះក្រហមច្រាលគប់មកលើពួកយើងវឹបអូភ្លើងបានហោះកាត់មុខខ្ញុំបន្តិចបើខ្ញុំមិនអោនក្បាលទាន់ទេមុខខ្ញុំប្រកាសជាឆេះហើយតាសុកស្ទុះទៅទាញយកកាំបិតមុនគឺកាំបិតដែលមានចកអក្សរយ័ន្តនិងត្រាំប្រេងពិសេសពីក្នុងថង់យ៉ាមរបស់គាត់សូត្របល័យយ៉ាងខ្លាំងប្រណាំងនឹងសំឡេងខ្យល់ណាមោពុទ្ធាយៈអិតិបិសោភគវៈគាត់ដើរចូលទៅជិតគំនរភ្លើងនោះទាំងមិនខ្លាចកម្ដៅខ្មាចគ្រូសានព្យាយាមលូកដៃមកចាប់កតាសុកដៃរបស់វាវែងខុសពីធម្មតាប៉ុន្តែតាសុកលឿនជាងគាត់បានគេចផុតហើយយកកាំបិតមុននោះចាក់ទៅលើជង្គង់និងកែងជើងរបស់សាកសពដើម្បីកាត់ផ្ដាច់សរសៃអាគមដែលការពារខ្លួនឆ្វាច់ឈាមពណ៌ខ្មៅខាប់បានហូរចេញមកពីជើងសាកសពនោះដូចទឹកបាញ់គ្រាន់តែឈាមហូរចេញភ្លាមភ្លើងក៏ឆេកកាន់តែខ្លាំងនៅត្រង់កន្លែងនោះខ្មោចនោះស្រែកយំយ៉ាងឈឺចាប់នៅសាហាវបំផុតអូយក្តៅណាស់ឈឺណាស់ឯងកាត់សរសៃអញសំឡេងរបស់វាលាន់លឺដោយសត្វគោត្រូវគេអាកធ្វើឲ្យស្លឹកជ្រឿននៅក្បែរនោះញាស់រាងកាយរបស់វាក៏អស់រឹតហើយដួលទៅលើគំនរភ្លើងវិញឌឹបតាសុកនៅតែបន្តសូត្របាលីមិនឈប់ដើម្បីសង្កត់វិញ្ញាណតាសុកប្រាប់ខ្ញុំទាំងដង្ហើមហត់អាណាងឆាប់ឡើងយកប្រេងកាតចាក់ស្រោយក្បាលវាដុតវាឲ្យឆេះឥឡូវនេះទាន់វាមិនទាន់ដឹងខ្លួនខ្ញុំប្រមូលសេចក្តីក្លាហានចុងក្រោយរត់ទៅយកធុងប្រេងកាតចាក់ស្រោយទៅលើសាកសពលោកភ្លើងបានឆេះឡើងយ៉ាងសន្ធោលាបត្របាក់រាងកាយនោះលើកនេះស្បែករបស់គាត់ចាប់ផ្ដើមខ្លោចនិងប្រេះស្នាមសាក់ដែលធ្លាប់តែភ្លឺក៏ចាប់ផ្ដើមរលាយទៅប្រហែលជា10នាទីក្រោយមកយើងឮសំឡេងផោងដូចកំជ្រួចផ្ទុះយ៉ាងខ្លាំងគឺក្បាលរបស់សាកសពបានផ្ទុះបែកចេញជាចំណែកនេះគឺជាសញ្ញាបញ្ជាក់ថាព្រលឹងរបស់គាត់ត្រូវបានដោះលែងហើយអាគមរបស់គាត់ត្រូវបានបំផ្លាញទៅតាសុកដកដង្ហើមធំជូតញើដែលហូរពេញមុខហើយនិយាយថាចប់ហើយគាត់ទៅបានសុខហើយពួកយើងនៅចាំមើលរហូតដល់ភ្លើងរលត់នៅជិតភ្លឺទើបប្រមូលឆ្អឹងអ្វីដែលចម្លែកគឺឆ្អឹងរបស់គាត់មានពណ៌ខ្មៅរលោងខុសពីឆ្អឹងធម្មតាដែលមានពណ៌សតាសុកយកឆ្អឹងនោះទៅដាក់ក្នុងកតហើយយកទៅកប់នៅក្រោមដើមពោធិ៍ក្រោយវត្តព្រមទាំងធ្វើពិធីសាសនាបិទយ័ន្តយ៉ាងតឹងរឹងដើម្បីកុំឲ្យវិញ្ញាណគាត់ចេញមកអុកលុកអ្នកស្រុកចាប់តាំងពីយប់នោះមកខ្ញុំបានសុំតាសុកឈប់ធ្វើជាអ្នកដុតខ្មោចនិងសុំលាឈប់ជាក្មេងវត្តដើម្បីទៅរកស៊ីនៅឆ្ងាយខ្ញុំមិនអាចទ្រាំនឹងភាពភ័យខ្លាចនេះបានទៀតទេរូបភាពសាកសពងើបអង្គុយក្នុងភ្លើងភ្នែកពណ៌ក្រហមនិងស្នាមសាក់ដែលបញ្ចេញពន្លឺនោះនៅតែធ្វើឲ្យខ្ញុំដេកមិនលក់និងយល់សប្តិឃើញរហូតដល់សប្តាហ៍ថ្ងៃនេះជាបទពិសោធន៍ដ៏រន្ធត់មួយដែលបញ្ជាក់ថាវិជ្ជាអាគមផ្លូវងងឹតពិតជាមានមែនហើយមុខរបរជាអ្នកដុតខ្មោចមិនមែនចេះតែធ្វើបានទេណាបើចិត្តមិនរឹងបើបុណ្យមិនដល់កុំចេះតែហ៊ានប្រឡូកជាមួយសាកសពដែលមានអដ្ឋកំបាំងបែបនេះ